บ้านนี้คือជាវីដេអូសង្សារមកគូបាទជាជនជាតិថៃកំពុងតែ viral មែនទែនបាទដែលមាន view រាប់លានបងប្អូនបាទហើយនេះជាថ្ងៃគម្រប់ខួបនៃសង្សារមកគូនេះបានជួបគ្នាហើយនារីក៏បានសួរទៅសង្សារប្រុសថាតើបងនេះគឺជាគម្រប់ខួបដែលយើងជួបគ្នារយៈពេលប្រហែលឆ្នាំហើយបាទហើយបរិសុទ្ធជាសង្សារក៏បាននិយាយថាគម្រប់ខួបដែលយើងបានជួបស្គាល់គ្នាហ្នឹងគឺរយៈពេល2ឆ្នាំហើយហើយនារីជាសង្សារក៏បានសួរថាបងមានកាដូអីដើម្បីជូនអូនបាទហើយបរិសុទ្ធនោះក៏បានដកលុយ100 បាតជូនសង្សារតែម្ដងបាទហើយធ្វើឲ្យនារីជាសង្សារសប្បាយចិត្តក្រៃលែងបាទបងប្អូនបាទបន្ទាប់ពីនោះមកនារីសង្សារក៏បានឲ្យបរិសុទ្ធជាសង្សារបិទភ្នែកបាទបងប្អូនបិទភ្នែកហើយនារីជាសង្សារក៏ហុចកាដូជូនបរិសុទ្ធជាសង្សារផងដែរបាទនោះគឺជាกระดาษ print ចេញពីសារឆ្លើយឆ្លងរវាងសង្សារប្រុសជាមួយនឹងបញ្ញត្តិយ៉ាងខ្លីថាសហាយបងប្អូនបាទដែលគាត់មានការលួចលាក់ដែលគាត់មានសង្សារស្រីហើយគាត់មានលាក់ស្រីខាងក្រៅទៀតបងប្អូនធ្វើឲ្យនារីដែលជាសង្សាររយៈពេល2ឆ្នាំគាត់មានការអន់ចិត្តជាខ្លាំងបាទបងប្អូនបើទោះបីជានារីជាសង្សារខូចចិត្តខ្លាំងក៏ទឹកមុខរបស់គាត់គឺរំភើបគឺរីករាយបងប្អូនបាទមានន័យថាគាត់សុំបែកពីសង្សារចាស់នឹងទាំងគេហៅថាទឹកមុខញញឹមប្រំប្រៃបងប្អូនហើយបរោះដែលជាសង្សារនឹងបន្ទាប់ពីបានឃើញឯកសារដែលសង្សារបាន print ចេញមកគឺគាត់គេហៅសាច់លេងសំបងប្អូនបាទសាច់លេងសំនៅទង្វើដែលគាត់បានទៅលួចលាក់មានស្រីខាងក្រៅបងប្អូនបាទវីដេអូនេះក៏ចង់បង្ហាញជាមេរៀនសម្រាប់បរោះគ្នាយើងបាទបងប្អូនបើមានសង្សារសូមរក្សាឲ្យបានចោលប្រយ័ត្នដូចបរោះម្នាក់នេះបាទបើគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេច share ទៅមនុស្សជាទីស្រឡាញ់ឲ្យបានដឹងហើយនឹងហេងទាំងអស់គ្នាបាទបងប្អូន